ខ្ញុំបកណាសូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានរហូតមកទល់ថ្ងៃនេះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ដែលបានផ្ដល់កំណើតដល់បទឈប់បាញ់កាលពីវេលាម៉ោង 12 ថ្ងៃត្រង់ថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 មានអាយុ20ថ្ងៃហើយក្នុងអំឡុងពេលនេះកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននៅបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតរួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពូស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃកាលពីថ្ងៃទី 26 ខែតុលាឆ្នាំ 2025 ផងដែរក្រៅពីបទឈប់បាញ់ដែលជាលទ្ធផលដំបូងនិងធំជាងគេនិងដែលឆ្លុះបញ្ចាំងពីបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជាសេចក្តីប្រកាសរួមថ្ងៃ 27 ខែធ្នូឆ្នាំ 2025 ក៏បានផ្ដល់សេរីភាពដល់យោធិនកម្ពុជា 18 នាក់ដែលបានវិលត្រឡប់មកជួបជុំគ្រួសារវិញកាលពីថ្ងៃទី 31 ខែធ្នូឆ្នាំ 2025 ខណៈដែលជនភៀសសឹកភាគច្រើនបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញជាក់ស្ដែងរហូតមកទល់ទាំងពេលនេះមានជនភៀសសឹកសរុបជាង 50,000 នាក់ហើយក្នុងចំណោមជាង 64,000 នាក់ដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្រោមការជួយជ្រោមជ្រែងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលដែលមានអាជ្ញាធរដែនដីក្រសួងនិងស្ថាប័នពាក់ព័ន្ធនានាជាសេនាធិការនៅសល់ជនភៀសសឹកប្រមាណជា 14,000 នាក់ផ្សេងទៀតកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយក្នុងអំឡុងពេលនេះដែរក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលបាននឹងកំពុងចុះបំពេញការងារយ៉ាងសកម្មដើម្បីវិយតម្លៃពីផលប៉ះពាល់ឬជនស៊ីវិលក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហាររបស់ទាហានថៃដោយបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាលទ្ធផលនៃការវាយតម្លៃនេះគឺជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការអន្តរាគមន៍បន្ទាន់ដើម្បីស្ដារឡើងវិញជីវភាពបងប្អូនជនភៀសសឹកក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាតជាមួយគ្នានេះកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់ដែលមិនអាចខ្វះបាននៅក្នុងការពង្រឹងទូនាទីនិងអាណត្តិរបស់ AOT ដូចមានចែងក្នុងសេចក្តីប្រកាសរួមដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពសម្ដៅលើកកម្ពស់តម្លាភាពគណនេយ្យភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមកផ្អែកតាមស្មារតីខាងលើក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកាលពីដើមខែមករានេះបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅទីតាំងស៊ីវិលចំនួន4ក្នុងខេត្តឧត្តរមានជ័យនិងបន្ទាយមានជ័យដែលត្រូវរងការខូចខាតធ្ងន់ធ្ងរដោយការវាយប្រហាររបស់យោធាថៃកាលពីព្រឹកថ្ងៃ 15 ខែមករាឆ្នាំ 2026 ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃ RBC រវាងយោធភូមិភាគទី4ភាគីកម្ពុជានិងកងទ័ពភូមិភាគ2របស់ភាគីថៃបានជួបប្រជុំគ្នានៅច្រកអន្តរជាតិជួមសងាមស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដើម្បីពិភាក្សាអំពីការងារសំខាន់ៗមួយចំនួនក្នុងន័យពង្រឹងការអនុវត្តនៅខ្លឹមសារនៃសេចក្តីប្រកាសរួមថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់យោងស្មារតីក្នុងស្មារតីគោរពសេចក្តីប្រកាសរួមត្រង់ចំណុចទី3រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើចំនួន3លើកតាមរយៈកំណត់ទូតទៅកាន់ភាគីថៃក្នុងនោះសំណើ2លើកសុំកោះប្រជុំពិសេសនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នៅក្នុងខេត្តសៀមរាបដើម្បីវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរដោយផ្ដើមពីតំបន់អាទិភាពមុនគេប៉ុន្តែភាគីថៃបានស្នើសុំពន្យាពេលរហូតទៅដល់ការបង្កើតរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតនាខែកុម្ភៈខាងមុខទោះជាយ៉ាងនេះក្តីកម្ពុជាបានដាក់សំណើជាលើកទី3តាមរយៈកំណត់ទូតចុះថ្ងៃ 13 ខែមករាឆ្នាំ 2026ដោយស្នើភាគីថៃ
ចាត់ក្រុមការងារវាស់វែងចម្រុះដើម្បីបោះបង្គោលបណ្ដោះអាសន្នដែលជាការងារបន្តនិងសាងសង់ឡើងវិញបង្គោលព្រំដែនដែលសល់ពីជំនាន់បារាំងហើយដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយចំណែកក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងស្ថានតំណាងកម្ពុជានៅឯបរទេសក៏សកម្មមមាញឹកយ៉ាងខ្លាំងក្នុងការធ្វើកំណត់ទូតតវ៉ាសេចក្តីថ្លែងការណ៍និងធ្វើបទបង្ហាញនានាដើម្បីឲ្យសហគមន៍អន្តរជាតិយល់ពីបុព្វហេតុការពីអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរំលោភបំពាននិងការចង់បានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាចំណែកក្រសួងមហាផ្ទៃអាជ្ញាធរដែនដីនិងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀតក៏សកម្មមមាញឹកគ្រប់ពេលវេលាពុះពៀមិនដែលខ្លាចនឿយហត់ឡើយនៅក្នុងគ្រាដ៏លំបាកនេះនិយាយជារួមរាជរដ្ឋាភិបាលជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីរួមទាំងក្រសួងស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទីនិងមិនដែលសំចៃកម្លាំងកាយចិត្តបញ្ញាស្មារតីសូម្បីបន្តិចបន្តួចឡើយក្នុងការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយប្រសាសន៍សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់កាលពីថ្ងៃ7មករាឆ្នាំ2026ថាកម្ពុជាបដិញ្ញាចិត្តមុតមមក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួនគឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជនទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាពដើម្បីដោះស្រាយប្រកបដោយយុត្តិធម៌និងជារកាលទន្ទឹមនឹងនោះកម្ពុជានឹងមិនធ្វើសម្បទាននៅអធិបតេយ្យភាពឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយសម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏បានបញ្ជាក់រួចហើយដែរថារាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិនិងថវិកាដែលបានមកពីជំនួយរបស់បណ្ដាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដើម្បីស្ដារជីវភាពប្រជាពលរដ្ឋភាគសឹកនិងហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញឲ្យបានឆាប់បំផុតពាក់ព័ន្ធនឹងបូរណភាពទឹកដីសម្ដេចធិបតីក៏បានបញ្ជាក់ច្បាស់ថាខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជាថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយថៃដោយអនុលោមតាមច្បាប់អន្តរជាតិសន្ធិសញ្ញាអនុសញ្ញានិងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមានអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថាកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់នៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយជំហរការពីអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជាគឺជាជំហរដែលមិនអាចធ្វើសម្បទានបានឡើយ